ចាប់ផ្ដើមខ្ញុំបានសូមគោរពជម្រាបសួរទៅដល់គណៈគ្រប់គ្រងសាលានិងលោកប្រធានលោកគ្រូជាទីគោរពខ្ញុំបានជាសិស្សនៅវិទ្យាល័យជំនាញទូទៅក្នុងបច្ចេកទេសសម្រាប់អគ្គមហាសេនាបតីជួនហ៊ុនសែនរងតាមសក្តាជាស្ដបបច្ចេកទេសនៃផ្នែកអគ្គិសនីឆ្នាំទី3ចំណុចទី10ហើយក្នុងនោះមានសមាជិកក្រុមរបស់យើងខ្ញុំមាន5នាក់ដូចជាទី1អ៊ុនហួងជាប្រធានក្រុមទី2ខុនផាណាជាអនុប្រធានទី3សំណាក់តារាជាសមាជិកទី4សៀងគឹមស្រៀងជាសមាជិកនិងទី5ស៊ូមេហួរគឺជាសមាជិកហើយថ្ងៃនេះខ្ញុំបានធ្វើការបកស្រាយលើប្រធានបទមួយដែលមានឈ្មោះថាឧបករណ៍ឆក់មុខជាបន្តទៅទៀតនេះខ្ញុំធ្វើការបកស្រាយបន្ថែមទៅលើគ្រឿងដើម្បីធ្វើឲ្យឧបករណ៍ឆក់មុខរបស់យើងដំណើរការចំពោះដំណើរការនៅពេលដែលយើងបាយកុងតាក់ទី1ថាបពូតង់ខ្យងដែលចេញពីអាគុយរបស់យើងនឹងបញ្ជូនថាបពូតង់ខ្យងរបស់វាមកកាន់កង្ហានិងអំពូល LED ដើម្បីធ្វើឲ្យកង្ហានិងអំពូល LED របស់យើងដំណើរការព្រមគ្នាហើយកង្ហាគឺវាមានតួនាទីក្នុងការស្រូបទាញមូសចំណែកអំពូល LED របស់យើងគឺវាមានតួនាទីក្នុងការតាក់ទាញមូសចំណែកកុងតាក់ទី2នៅពេលដែលយើងបើកកុងតាក់ទី2ថាបពូតង់ខ្យងដែលចេញពីថ្មសាវានឹងបញ្ជូនថាបពូតង់ខ្យងរបស់វាចូលមកកាន់បតហើយបតនឹងបញ្ជូនថាបពូតង់ខ្យងបន្តមកកាន់សំណាញ់ឆក់ដើម្បីធ្វើឲ្យវាដំណើរការដល់ទីនេះខ្ញុំធ្វើការបើកដំណើរការរបស់គ្រឿងឧបករណ៍របស់យើងបាទហើយនេះគឺជាការដំណើរការរបស់ឧបករណ៍ឆក់មូលរបស់យើងហើយក្នុងគោលបំណងដែលក្រុមរបស់យើងខ្ញុំបង្កើតឡើងនៅឧបករណ៍ឆក់មូលនេះឡើងគឺដោយសារឃើញថាប្រជាជននិងក៏ដូចជាតាមកសិដ្ឋានចិញ្ចឹមសត្វមួយចំនួនគឺពួកគាត់បានចំណាយថវិកាជាច្រើនទៅលើការទិញថ្នាំបាញ់មូសឲ្យទិញថ្នាំបាញ់មូសហើយយ៉ាងថែមទាំងពួកគាត់ខាត់តែពេលវេលាថែមទៀតផងដូចនេះហើយទៅក្រុមរបស់យើងខ្ញុំសម្រាប់បង្កើតឡើងនៅឧបករណ៍ឆក់មូលនេះឡើងគឺដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ក៏ដូចជាចំណេញទាំងពេលវេលានិងថវិកាថែមទៀតផងបាទចុងក្រោយខ្ញុំក៏សូមអភ័យទោសចំពោះកំហុសខុសឆ្គងណាមួយដែលក្រុមរបស់យើងខ្ញុំបានបង្កើតឡើងដោយអចេតនាណាមួយហើយខ្ញុំសូមគោរពអរគុណយ៉ាងណាស់ទៅដល់គណៈគ្រប់គ្រងសាលានាយកដ្ឋានក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានចំណាយពេលក្នុងការស្ដាប់និងការបកស្រាយរបស់គម្រោងយើងខ្ញុំបាទ